English usage 1 DVD number 1 presents numbers គឺថាពិធីប្រើភាសាអង់គ្លេសទី1នៅក្នុង DVD ទី1សូមជូនជា numbers number ហ្នឹងគឺមានន័យថាលេខដូចជាលេខ1លេខ2លេខ3 Okay, this is cardinal numbers ហ្នឹងគឺថាលេខដូចជាលេខធម្មតាគឺលេខធម្មតាដូច1 2 3 4 5អូខេគឺចាប់ផ្ដើមរៀនជាមួយនឹងលេខថានៅក្នុង DVD នេះគឺយើងចាប់ផ្ដើមរៀនជាមួយនឹងលេខដូចជា1 2 3ដូចជាអូខេនេះគឺជួរនេះគឺលេខចំណែកជួរនេះគឺអក្សរដែលនិយាយស្ដីអំពីលេខហ្នឹងអូខេលេខ1គឺថា 1 2 3 4 5 6 7 8 9 10 11 12 13 14 15 and 16 okay គឺថា1ហ្នឹងគឺអានថា1នេះគឺ1 2គឺលេខ2 3គឺ3 4គឺ4 5គឺ5 6 7 គឺ7 8គឺ8 9គឺ9 10គឺ10តពី10មកគឺ11នេះគឺ11 12 12 13 13 14 14 15 15 16គឺ16អូខេថាគឺលេខ11ហើយ12នេះគឺពាក្យខុសគ្នាខុសគេថា11 11 12 12ចំណែក T E N នេះគឺ teen នេះគឺក្នុងមានន័យអត្ថន័យថាក្នុងខ្ទង់10ដូច្នេះ third នេះគឺ3 13 14 15 16អូខេនេះគឺជាលេខថា1 2 3 4 5 6អូខេតមកទៀតគឺ 17 18 18 19 គឺ19បន្ទាប់ពី19មកគឺ20គឺ20 and the 20 TW នេះគឺធ្វើ N 20 ET 20 21 21 22 22 23 23ដូច្នេះគឺថា20ហើយយើងបន្តទៀតមកគឺថា23 24 25 21 22 23 24 25 etc គឺថា20ហ្នឹងតលេខទៀតលេខ1 2 3 4 5ពីក្រោយហ្នឹងមកអូខេបន្ទាប់ពី20ហើយគឺថា30 30ណា30ឬក៏30គឺ30 31គឺ31 32 33 34តគ្នាមកនេះគឺថាខ្ទង់លេខ31 32 33 34បន្ទាប់មកទៀតគឺថា40គឺ40ថា40ទៅពេល41យើងថា41 42 43តមកអូខេបន្ទាប់ពី40គឺ50នេះគឺ50 60គឺ60 70គឺ70 80ឬក៏80ថាយើងអានថា TT ក៏បានឬក៏80 70 90អូខេ90គឺ90 100ហ្នឹងគឺ100 100អាន100គឺ100 100គឺ100ឬក៏យើងគេអានផងដែរបានយើងក៏អាចថាបានផងដែរថា A100 ស្មើនឹង100ឬក៏100គឺបានដូចគ្នាអូខេគេថា100 100នេះគឺ101 101យើងចង់ថា101ក៏បានឬក៏101 102គឺអាន102ចំណែក110 110 111នេះគឺថា112 112 116 119គឺថាយើងដាក់លេខតពីនឹងមកគឺថា100ថា100ហើយយើងថែមលេខនេះក្រោយមកដូចជា1 2 10 11 12 16 and 19តគ្នាមកនេះគឺជា120 120 120 130 140
and 61 61គឺ61 161នេះ200បន្តមកថា200គឺ200 300គឺ300 400 400 500គឺ500គឺយើងបន្តលេខ1លេខ2លេខ3ពីមុខ100ហ្នឹងគឺទៅជា100 200 300អញ្ចឹងទៅបន្ទាប់ពីខ្ទង់100ហើយគឺ1000នេះគឺ1000នេះគឺថាមាន0 3ដងហើយមានក្បៀសនេះគឺចង់និយាយអំពីខ្ទង់ពាន់គេមានក្បៀសមួយអូខេ1000 1000 2000 2000 2004ថា2004នេះ4នេះគឺ4 2010 2010ចំណែកនេះវិញគឺថា2600 2600ហើយផងដែរក៏យើងអាចអានបានថា2600 2600ថា02នេះគឺខ្ទង់100ចំណែកនេះលេខ2ហើយនឹងនេះគឺ2600ស្មើនឹង2600 2600ឬក៏2600នៅក្នុងភាសាអង់គ្លេសគឺគេអាសាប្រើដែរគេអានថា2600គឺខ្ទង់នេះ2600 2600អូខេចំណែកនេះវិញគឺថា7607 7000នេះខ្ទង់ថា3នេះគឺខ្ទង់ពាន់នេះគឺខ្ទង់ពាន់គឺនេះ7 7600 6នេះ600 and 7នេះគឺជា7ថា7607ចំណែកបន្តមកទៀតគឺថា10000នេះគឺ 10,000 10000ស្មើនឹង 10,000នេះគឺ10នេះគឺខ្ទង់ពាន់ចំណែកនេះគឺ10ដូច្នេះ 10,000 ស្មើនឹង 10,000នេះ11,000គឺ 11,000នេះគឺ 12,000 and 16,000ដូច្នេះនៅក្នុងភាសាអង់គ្លេសគឺពេលណាបន្ទាប់ពីខ្ទង់ពាន់គឺយើងប្រើពាក្យនេះដូចជា10 11 12ឬ16ចំណែកខ្មែរយើងគឺថានេះគឺ 10000នេះ 10000 1000 10000 2000 10000 3000 16000អូខេនេះគឺថា1នេះគឺ16នេះគឺថា16ចំណែកនេះខ្ទង់5ដូច្នេះគឺថា16,000 នេះគឺយើងបំបែកចេញគឺថានេះ16,000 16,530 and 30 ហើយនឹង30គឺថា16,530ចំណែកអង់គ្លេសវិញគឺគេចាប់ផ្ដើមជាមួយនឹងនេះ16,000បាន500ហើយ30ដូច្នេះ16,530 អូខេចំណែកនេះវិញគឺថាបន្ទាប់ពីខ្ទង់ពាន់ហើយនេះខ្ទង់100ថា100,000 ចំណែកខ្មែរយើងគឺថា10,000 ឬក៏100,000អូខេនេះគឺ120នេះខ្ទង់ពាន់ 120,000 នេះ120,000 អូខេចំណែកខ្ទង់នេះវិញគឺថា1នេះគឺ182,000ហើយបានខ្ទង់នេះគឺ645អូខេគឺថា182 182ថា182,000នេះខ្ទង់ពាន់ 1000 តមកបានយើងប្រើខ្ទង់នេះ645ដូច្នេះនេះគឺអានថា182,645ដូច្នេះខ្មែរយើងគឺថា1គឺ10 82000 ឬក៏112,000អូខេចំណែកនេះវិញគឺ500,000គឺ500គឺ500ហើយនឹង 1000 គឺ 500,000 ថា500,000នេះគឺថា500,000ឬក៏50,000ចំណែកនេះវិញគឺថា500,000ឬក៏ half a million កន្លះលាននេះគឺ1លាន half គឺពាក់កណ្ដាលលានគឺ
ពាក់កណ្ដាលលានឬក៏កន្លះលានដូច្នេះនេះយើងអានបានថាកន្លះលានឬក៏500,000 ឬក៏ half a million ចំណែក06នេះខ្ទង់ពាន់ហើយខ្ទង់ពាន់ទៀត1000ដងគឺ1លាន1លានគឺ 1 million million នេះគឺ1លាន million ណាដូច្នេះ1លានគឺមាន0 6ដងមួយមាន0 6ដងចំណែកខ្ទង់ពាន់គឺមាន0តែ3ដងទេក្បៀសថានៅក្នុងភាសាអង់គ្លេសគឺថាឲ្យតែមាន3លេខ3ខ្ទង់ហើយគេក្បៀសមួយដងហើយ3ខ្ទង់ទៀតគឺក្បៀសម្ដងទេដូចជានេះក្បៀសម្ដងបន្ទាប់ពី3ខ្ទង់បើសិនជាមានលេខនៅពីក្រោយនេះគឺគេក្បៀស